បាទសូមអរគុណដែលបានចូលមក Channel របស់ខ្ញុំសូមបងប្អូនជួយ Subscribe និង Comment ផងខ្ញុំតែងតែសនំពរឲ្យបងប្អូនជួយ Subscribe ពីព្រោះខ្ញុំក៏សាច់ក៏មិនខ្ចីមុខក៏ជ្រួញដូច្នេះមានតែបងប្អូនហើយដែលជាអ្នកគាំទ្រព្រឹទ្ធសភារបស់អាមេរិកម្នាក់ឈ្មោះលោក Bernie Sanders ដែលលោកបាននិយាយបកអាក្រាតចំពោះប្រធានាធិបតីសប្តាហ៍ថ្ងៃនេះលោកបាននិយាយថាលោកAbraham Lincoln បាននិយាយពាក្យស្លោកថារដ្ឋាភិបាលដឹកនាំដោយប្រជាជនរបស់ប្រជាជនដើម្បីប្រជាជនដើម្បីគោរពដល់នាយទាហានដែលបានពលីជីវិតដើម្បីការពារប្រទេសប៉ុន្តែលោកបាននិយាយថាគឺច្បាស់ណាស់សប្តាហ៍ថ្ងៃនេះយើងមានរដ្ឋាភិបាលមួយដែលដឹកនាំដោយមហាសេដ្ឋីរបស់មហាសេដ្ឋីសម្រាប់មហាសេដ្ឋីលោក Elon Musk បានចំណាយលុយចំនួន$277 លានដើម្បីជួយដល់លោក Donald Trump ជាប់ជាប្រធានាធិបតីហើយឥឡូវនេះលោក Elon Musk បានទទួលរង្វាន់ដ៏អស្ចារ្យមួយក្នុងមុខតំណែងដ៏សំខាន់បំផុតក្នុងរដ្ឋាភិបាលបានន័យថាគាត់ទទួលនៅអ្វីៗដែលគាត់ចំណាយហើយលោក Donald Trump បានតែងតាំងមហាសេដ្ឋី13នាក់នៅក្នុងក្រសួងផ្សេងៗក្នុងរដ្ឋាភិបាលដូច្នេះស្ទើរតែទាំងអស់អ្នកដែលគ្រប់គ្រងរដ្ឋាភិបាលគឺជាមហាសេដ្ឋីដោយអ្នកដឹងស្រាប់ហើយអស់រយៈពេលជាច្រើនឆ្នាំដែលខ្ញុំនិយាយថាប្រទេសយើងនឹងឆ្ពោះទៅរកអ្នកល្មមអំណាចក្នុងសង្គមហើយប្រជាជនយើងមានការសង្ស័យទៅលើអ្វីដែលខ្ញុំនិយាយប៉ុន្តែឥឡូវនេះឃើញការពិតហើយប្រជាជនយើងឃើញអ្វីកំពុងកើតឡើងនៅចំពោះមុខគេគឺគ្មានអ្វីលាក់លៀមទៀតឡើយយើងទាំងអស់គ្នាឃើញមហាសេដ្ឋីកំពុងគ្រប់គ្រងរដ្ឋាភិបាលយើងឥឡូវនេះប៉ុន្តែមិនត្រឹមតែលោភលន់នឹងអំណាចទេអ្វីដែលខ្ញុំមានការព្រួយបារម្ភគឺលទ្ធិផ្ដាច់ការជារៀងរាល់ថ្ងៃលោក Donald Trump កំពុងដណ្ដើមអំណាចរបស់សភាគាត់បានបញ្ចប់កម្មវិធីដែលសភាបានបោះឆ្នោតចេញជាធរមានគាត់បានលុបបំបាត់នៅក្រសួងនានាលើសពីពីនេះលោក Donald Trump បានប្តឹងបណ្ដាញផ្សព្វផ្សាយធំដូចជា ABC, CBS, Meta ចំពោះព័ត៌មាននិងសកម្មភាពណាដែលគាត់មិនចូលចិត្តហើយឥឡូវក្រសួងព័ត៌មានរបស់លោក Donald Trump បានធ្វើការស៊ើបសង្កេតដល់ Broadcast Position System ហើយនិង National Public Radio បន្តែដូច្នេះទេគាត់បានគម្រាមបង្កកថវិកាទៀតប្រព័ន្ធផ្សព្វផ្សាយទាំងនោះជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់នេះជាការវាយប្រហារយ៉ាងខ្លាំងទៅលើសោតនកម្មមាត្រាទី1នៃរដ្ឋធម្មនុញ្ញហើយដែលជាសេរីភាពនៃការបញ្ចេញមតិគាត់មិនចូលចិត្តអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួននិយាយការពិតទេគាត់នឹងបំផិតបំភ័យព្រមទាំងគំរាមនេះដែលគាត់ចង់បញ្ជាក់ថាអញគឺជាចៅហ្វាយអ្នកឯងកុំមកហ៊ានរិះគន់ដល់អញប៉ុន្តែវាមិនត្រឹមតែសភានិងប្រព័ន្ធផ្សព្វផ្សាយទេគាត់កំពុងបន្តធ្វើការវាយប្រហារដ៏ធំប្រឆាំងនឹងប្រព័ន្ធតុលាការដែរមិនគួរឲ្យជឿគាត់កំពុងព្យាយាមចោទប្រកាន់ចៅក្រមដែលធ្វើការសម្រេចចិត្តទៅលើអ្វីដែលគាត់មិនចូលចិត្តអ្នកគិតមើលមានមនុស្សតិចណាស់ដែលមើលឃើញរឿងខ្ញុំកំពុងនិយាយនេះមិនត្រឹមតែសភាប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធតុលាការហើយនិងសាកលវិទ្យាល័យដ៏សំខាន់ដែលបង្រៀនវគ្គសិក្សាឬអនុញ្ញាតឲ្យមានសកម្មភាពអ្វីមួយដែលគាត់មិនចូលចិត្តគាត់នឹងវាយប្រហារប្រឆាំងនិងគំរាមជាច្រើនឆ្នាំមកនេះយើងបានលើពាក្យអភិរក្សនិយមយើងបានលើពាក្យរដ្ឋាភិបាលធំពេកយើងបានលើពាក្យអំពីការអប់រំជាបញ្ហាក្នុងតំបន់ឥឡូវយើងមានប្រធានាធិបតីដែលបានប្រាប់ទៅមហាវិទ្យាល័យ Harvard Columbia មិនអាចធ្វើឬក៏អាចធ្វើនេះជាការរំលោភរដ្ឋធម្មនុញ្ញអ្វីដែលគួរឲ្យភ័យខ្លាចគឺភ្នាក់ងារសហព័ន្ធបានចាប់និស្សិតបរទេសបោះពួកគេទៅក្នុងឡានហើយយកទៅដាក់ក្នុងមន្ទីរឃុំឃាំងហើយអ្វីជាបទអក្រិតរបស់ពួកគេតើពួកគេបានធ្វើអ្វីបានជាធ្វើអំពើយ៉ាងនេះមកដល់ពួកគេក្នុងករណីមួយនិស្សិតស្រីម្នាក់បានសរសេរអត្ថបទរិះគន់អំពីអ៊ីស្រាអែលហើយករណីមួយទៀតដែលនិស្សិតបានចូលរួមក្នុងការធ្វើបាតកម្មនិងពលរដ្ឋខ្លះកំពុងធ្វើដំណើរតាមផ្លូវភ្នាក់ងារសហព័ន្ធបានចាប់ពួកគេទាំងនោះបោះចូលទៅក្នុងរថយន្តសម្ងាត់ហើយយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដោយសារពួកគេទាំងអស់នោះបានបញ្ចេញទស្សនៈ
ទស្សនៈនយោបាយគាត់មិនចូលចិត្តហើយឥឡូវនេះលោក Donald Trump កំពុងតាមរករឿងក្រុមហ៊ុនច្បាប់ដែលប្រឆាំងនឹងគាត់តើអ្នកអាចស្រមៃបានទេប្រធានាធិបតីគម្រាមកំហែងក្រុមហ៊ុនច្បាប់ដោយសារតែពួកគេតំណាងឲ្យអតិថិជនឬក៏បានធ្វើអ្វីមួយដែលគាត់មិនចូលចិត្តហើយលោក Donald Trump ក៏បានសម្រេចចិត្តផងដែរថាគាត់ត្រូវតែដឹកនាំសង្គ្រាមវប្បធម៌នៅសហរដ្ឋអាមេរិកគាត់បានតាំងខ្លួនគាត់ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល Kennedy ដូច្នេះប្រសិនបើអ្នកបន្ថែមសកម្មភាពទាំងនេះខ្ញុំគ្រាន់តែនិយាយអំពីផ្នែកតូចមួយទេគឺអ្វីដែលគាត់បានធ្វើគឺចេញរៀងច្បាស់ណាស់លោក Donald Trump មានការគោរពតិចតួចបំផុតចំពោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកនិងសម្រាប់នីតិរដ្ឋលោក Donald Trump ចង់បានអំណាចកាន់តែច្រើនឡើងសម្រាប់ខ្លួនគាត់និងមហាសេដ្ឋីរបស់គាត់ដោយគាត់ដឹកនាំប្រទេសផ្ដាច់ការហើយដើម្បីធ្វើឲ្យស្ថានភាពអាក្រក់កាន់តែអាក្រក់ទៅលោក Donald Trump និង Elon Musk កំពុងព្យាយាមបំផ្លាញក្រសួងសហព័ន្ធដែលបម្រើដល់គ្រួសារធ្វើការនឹងជនក្រីក្រលោក Elon Musk បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់នៅក្នុងក្រសួង Social Security Administration ដែលធ្វើឲ្យមនុស្សចាស់និងអ្នកពិការមានផលពិបាកដើម្បីទទួលប្រាក់ Social Security ដែលពួកគេបានបង់នេះជាការវាយប្រហារដ៏ធំប្រឆាំងនឹង Social Security លោក Donald Trump និង Elon Musk បានបញ្ឈប់បុគ្គលិកចំនួន 83,000 នាក់នៅក្រសួង VA រដ្ឋបាលអតីតយុទ្ធជនដែលមានន័យថាបុរសនិងស្ត្រីដែលបានបូជាជីវិតរបស់ពួកគេដើម្បីការពារសហរដ្ឋអាមេរិកដែលធ្វើឲ្យការចុះខ្សោយនៃការថែទាំសុខភាពដែលពួកគាត់ត្រូវទទួលហើយបន្ទាប់មកនៅលើអ្វីដែលខ្ញុំនិយាយទាំងអស់នេះលោក Donald Trump និងសហការីខាងគណៈបក្សសាធារណរដ្ឋឥឡូវនេះកំពុងធ្វើការលើការកាត់ផ្តាច់ Medicaid, Education និង Nutrition ជាដើមដើម្បីហេតុអ្វីបានជាពួកគេធ្វើការកាត់ផ្តាច់ទាំងអស់នេះគេធ្វើនេះដើម្បីផ្ដល់ឲ្យចុះថ្លៃពន្ធដល់មហាសេដ្ឋីទាំងនោះដែលមានចំនួនទឹកប្រាក់ចំនួន $1,000 billion ហើយយកពន្ធតែ 1% ពីមហាសេដ្ឋីទាំងនោះនេះជាដំណឹងមួយដ៏អាក្រក់ណាស់ដូច្នេះសូមបងប្អូនចូលរួមក្នុងការបោះឆ្នោតដើម្បីផ្លាស់ប្ដូរនៅអ្វីដែលប៉ះពាល់ដល់បងប្អូនបាទនេះជាសម្ដីរបស់លោកព្រឹទ្ធសភា Bernie Sanders មកពីគណៈបកប្រជាធិបតេយ្យបាទសូមអរគុណ